វេតមានន័យយ៉ាងណាសូមស្រស់ជីវ៉ាពន្យល់ឲ្យដឹងផងធីវេតគឺមានន័យថាការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈណាបងជំរាបសួរពុកម៉ែបងប្អូននាងឈឹមជួសសួនចាំរឿនជានិស្សិតឆ្នាំទី1រៀនមុខជំនាញអគ្គិសនីនៅសាលារៀនមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តរតនគិរីថ្ងៃនេះដែរនាងខ្ញុំមានដំណឹងល្អមួយមកចែករំលែកដល់ពុកម៉ែបងប្អូនថាប្រសិនបើចង់មានជំនាញក្នុងដៃបង្កើតឱកាសការងារសមរម្យនិងប្រាក់ចំណូលពេញមួយជីវិតសូមកុំភ្លេចណាមកចូលឈ្មោះនៅសាលារៀនមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងខេត្តរតនគិរីអបអរសាទរទិវាជាតិ TVET Day លើកទី9ឆ្នាំ2021មានជំនាញមួយក្នុងដៃបង្កើតឱកាសការងារសមរម្យនិងប្រាក់ចំណូលពេញមួយជីវិតអបអរសាទរទិវាជាតិ TVET Day លើកទី9ទាំងអស់គ្នាអារម្មណ៍អ្នកដែលមិនចេះអក្សរឬអ្នកដែលបោះបង់ការសិក្សាចោលក៏អាចរៀននៅ TVET បានដែរតោះយើងទៅចុះឈ្មោះរៀននៅ TVET ទាំងអស់គ្នាអបអរសាទរ TVET Day លើកទី9នៅឆ្នាំរៀនជំនាញអគ្គិសនីរៀន TVET ចំណាយពេលខ្លីឆាប់មានការងារធ្វើនិងកាត់បន្ថយបន្ទុកគ្រួសារតះអបអរសាទរ TVET ជាតិ TVET Day លើកទី9ឆ្នាំ2021ទាំងអស់គ្នាចុះបារម្ភអ្នកដែលមិនចេះអក្សរឬក៏បងការសិក្សាក៏អាចចុះឈ្មោះរៀននៅ TVET បានដែរតោះនាំគ្នាចុះឈ្មោះរៀននៅ TVET ទាំងអស់គ្នាអបអរសាទរ TVET Day លើកទី9នៅឆ្នាំ2026ជំនាញមួយនៅក្នុងដៃបង្កើតឱកាសការងារសមរម្យនិងប្រាក់ចំណូលមួយជីវិតអរគុណ TVET Day លើកទី9មានជំនាញមួយនៅក្នុងដៃបង្កើតឱកាសការងារនិងប្រាក់ចំណូលពេញមួយជីវិតអបអរសាទរ TVET Day លើកទី9ឆ្នាំ2026ជំរាបសួរអ្នកនរគ្នាចង់បានការងារធ្វើប្រាក់ខែសមរម្យចូលរៀនជំនាញ TVET ខ្ញុំស្រឡាញ់ជំនាញអគ្គិសនីខ្ញុំចូលរួមអបអរសាទរទិវាជាតិបច្ចេកទេសវិជ្ជាជីវៈលើកទី9ឆ្នាំ2026ចុះអ្នកវិញជំរាបសួរខ្ញុំបាទឈ្មោះចំឡោះរៀនជំនាញជួសជុលម៉ូតូខ្ញុំចង់បើកហាងជួសជុលម៉ូតូនៅក្នុងភូមិរបស់ខ្ញុំដូច្នេះខ្ញុំជ្រើសរើស TVET ពីព្រោះចំណាយពេលខ្លីមានជំនាញច្បាស់លាស់ហើយរៀនអស់លេខទៀតចូលរួមអបអរសាទរ TVET Day លើកទី9ឆ្នាំ2026ទាំងអស់គ្នាអបអរំទៀតហើយសម្រាប់បងប្អូនដែលមិនចេះអានអក្សរឬបោះបង់ការសិក្សាចោលអាចមកចុះឈ្មោះរៀនបាននៅសាលា TVET តោះចូលរួមអបអរ TVET Day លើកទី9ទាំងអស់គ្នាពេលនាងកងរៀនផ្នែកអគ្គិសនីមានជំនាញក្នុងដៃបង្កើតឱកាសការងារដ៏សមរម្យនិងប្រាក់ចំណូលពេញមួយជីវិតអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ TVET Day លើកទី9ឆ្នាំ2026ខ្ញុំបាទឈ្មោះមុតសរនរៀនផ្នែកអគ្គិសនី TVET ដែលជួយខ្ញុំមានការងារឆាប់រហ័សហើយទទួលបានឱកាសការងារបានលឿនហើយមានប្រាក់ចំណូលសមរម្យអបអរសាទរទិវាជាតិអបវរអប់រំនិងបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី9ឆ្នាំ2026បាទឈ្មោះរ៉ូម៉ាន់ភេកមានជំនាញក្នុងដៃមួយបង្កើតឱកាសការងារសមរម្យនិងប្រាក់ចំណូលពេញមួយជីវិតអបអរសាទរទិវាជាតិ TVET Day លើកទី9ឆ្នាំ2026ទាំងអស់គ្នាខ្ញុំបាទឈ្មោះ Selfert សម្រាប់បងប្អូនណារៀនចប់បាក់ឌុបចង់មានការងារធ្វើមានប្រាក់ចំណូលលឿនកុំភ្លេចមកចុះឈ្មោះរៀន TVET អបអរសាទរ TVET Day លើកទី9ទាំងអស់គ្នាទើបចប់បាក់ឌុបចង់មានការងារធ្វើមានប្រាក់ចំណូលលឿនអាចចុះឈ្មោះរៀនជាមួយ TVET អបអរសាទរខូបលើកទី9 TVET Day ជាវិស្វករអគ្គិសនីខ្ញុំរៀននៅ TVET អបអរសាទរ TVET Day លើកទី9បងប្អូនអ្នកដែលចាប់បាក់ឌឹបចង់មានការងារធ្វើចង់បានប្រាក់ចំណូលលឿនកុំភ្លេចមកចុះឈ្មោះចូលរៀន TVET អបអរសាទរ TVET Day លើកទី9ក្នុងឆ្នាំ2026ទាំងអស់គ្នាខ្ញុំបាទសន្រុបបានរៀនអគ្គិសនី TVET ជួយឲ្យខ្ញុំមានជំនាញឆាប់រហ័សទទួលបានឱកាសការងារលឿនប្រាក់ចំណូលសមរម្យអបអរសាទរ TVET Day លើកទី9ខ្ញុំឈ្មោះរក្សាខ្ញុំរៀនជំនាញផ្នែកកសិកម្មបរិសុទ្ធខ្ញុំរៀនជាមួយ TVET ជួយឲ្យខ្ញុំមានជំនាញឆាប់រហ័សទទួលបានឱកាសការងារលឿនហើយមានប្រាក់ចំណូលសមរម្យអបអរសាទរទិវាជាតិអបវរ TVET Day លើកទី9ឆ្នាំ2026ជំរាបសួរបាទខ្ញុំឈ្មោះរ៉ូម៉ាន់ហើយខ្ញុំចង់មានជំនាញសាខាងកាត់សក់បរិសុទ្ធដូច្នេះខ្ញុំសម្រេចចិត្តរៀន TVET អបអរសាទរ TVET Day លើកទី9ទាំងអស់គ្នាសួរនាងខ្ញុំឈ្មោះរាជចន្ទធូរៀនជំនាញផ្នែកសម្អាងកាយរៀន TVET Day ចំណាយពេលវេលាខ្លីឆាប់បានការងារធ្វើជួយកាត់បន្ថយបន្ទុកគ្រួសារតោះអបអរសាទរ TVET Day គម្រប់ខួបលើកទី9ឆ្នាំ2026ទាំងអស់គ្នាជំរាបសួរលោកគ្រូអ្នកគ្រូខ្ញុំបាទឈ្មោះក្លាន់កុំខ្ញុំចង់ផ្លាច់ជាងកសបអ្នកខ្ញុំសម្រេចចិត្តរៀននៅ TVET ចង់អ្នកទាំងអស់គ្នាវិញអបអរសាទរ TVET Day លើកទី9ទាំងអស់គ្នាខ្ញុំឈ្មោះថា
បានស្រីណារៀននៅស្លាប់នៅបណ្ដាបញ្ជីជីវៈខេត្តរតនគិរីរៀនជំនាញផ្នែកសមាងកាយមានជំនាញមកក្នុងដៃដល់ការកញ្ញាសម្រុំនិងប្រាក់ចំណូលពេញមួយជីវិតអបអសាទរទិវាជាតិ TVD រំលឹកខុបលើកទី9ឆ្នាំ2026ខ្ញុំបាទឈ្មោះយុទ្ធខ្ញុំចង់បានអាកសក់មួយក្នុងពុកខ្ញុំដូច្នេះខ្ញុំជ្រើសរើសការរៀន TVD ព្រោះរយៈពេលខ្លីហើយអស់លុយទៀតចូលរួមអសាទរ TVD លើកទី9ទាំងអស់គ្នាខាងសុខាមានជំនាញផ្នែកសមាងកាយ TVD ជួយឲ្យខ្ញុំមានជំនាញរហ័សលឿនទទួលបានឱកាសការងារហើយមានប្រាក់ចំណូលសមរម្យអសាទរទិវាជាតិ TVD គម្រប់ខួបលើកទី9ឆ្នាំ2026ខ្ញុំឈ្មោះខាន់សាបឿនរៀនជំនាញព័ត៌មានវិទ្យារៀន TVD ចំណាយពេលខ្លីឆាប់មានការងារធ្វើកាត់បន្ថយបន្ទុកគ្រួសារតោះអបអសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី9ឆ្នាំ2026ទាំងអស់គ្នាតើ TVD មានន័យយ៉ាងណាសូមស្រស់ជីវ៉ាពន្យល់ឲ្យដឹងផង TVD គឺមានន័យថាការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈណាបងអូបេះដូងអើយបេះដូង TVD អ្នកល្អឯកជួយសហង្គមឲ្យចម្រើន TVD គឺការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសជាថ្នាលសិក្សាវិជ្ជាជីវៈគោលនយោបាយជំរុញទិសដៅការងារជានាវីចំឡងដល់ត្រើយភ្លឺស្វាង TVD ថ្នាលចំណេះផ្ដល់សំណាងយុវវ័យគ្រប់ប្រានតតល់វិជ្ជាជីវៈ ទស្សនាវិស័យផ្ដោតការកែច្នៃគុណភាពជំនាញពេញប្រៀបទីផ្សារមនុស្សជាច្រើនអ្នក បេសកកម្មកសាងធនធានយ៉ាងមានច្បាស់ជាក់ព្រោះតែអ្នក TVD បេះដូងខ្ញុំអើយ រកការងារប្រឹក្សារករបរថ្ងៃមុខល្អដោយសារផែនការទិសដៅ NDP ជាទីដែលតម្រង់ផ្លូវរៀនចប់រួចទៅមានការងារល្អធ្វើ ទស្សនាវិស័យផ្ដោតការកែច្នៃគុណភាពជំនាញពេញប្រៀបទីផ្សារមនុស្សជាច្រើនអ្នក បេសកកម្មកសាងធនធានយ៉ាងមានច្បាស់ជាក់ព្រោះតែអ្នក TVD បេះដូងខ្ញុំអើយ រកការងារប្រឹក្សារករបរថ្ងៃមុខល្អដោយសារផែនការទិសដៅ NDP ជាទីដែលតម្រង់ផ្លូវរៀនចប់រួចទៅមានការងារល្អធ្វើ